ជំរាបសួរបងប្អូនទាំងអស់គ្នាជួបជាមួយនឹងខ្ញុំបានម្ដងទៀតហើយចឹងថ្ងៃនេះខ្ញុំមានវីដេអូ vlog មួយសម្រាប់ឲ្យបងប្អូនទាំងអស់គ្នាទស្សនាកម្សាន្តណាហើយវីដេអូមួយនេះដែរគឺតាក់ទងជាមួយនឹងការថត vlog រឿងបងធំគោកសណ្ដែកដោយបងប្អូនបានមើលរឿងពេញហើយគឺថាល្អមើលក្រាន់បើដែរណាប៉ុន្តែការថត vlog ហើយនឹងសកម្មភាពថតគឺវាមិនមែនជាការងាយស្រួលប្រហែលទេបងប្អូនទាំងអស់គ្នាគឺវារឿងពិបាកបន្តិចហើយការថ្ងៃថតនោះផងដែរគឺថាមេឃភ្លៀងធ្លាក់មកខ្លាំងមែនទែនបងប្អូនអរគ្នាភ្លៀងឡើងចង់2ម៉ោងហើយនេះអឺការរៀបចំប្លង់ថតនេះឥឡូវគឺវារាំងណានៅពេលដែលរាំងចុះទៅវាអត់មានកន្លែងអង្គុយដោយសារតែវាសើមអស់ចឹងហើយពួកយើងបានយកអាតង់សនោះដាក់ឲ្យតួយើងអង្គុយណាយើងចេះតែឆ្នៃរោណាដើម្បីធ្វើម៉េចកុំឲ្យសើមគូតខលតួចឹងហើយក៏ចេះតែយកអាតង់គេអូសស្មៅនោះឃើញគេដាក់ចោលក៏យកមកស្រាយដាក់ក្រាលអង្គុយសិនណាបងប្អូនអរគ្នាចឹងពេលខ្លះវាសបាយដែរសបាយរីលាយពិបាកណាអញ្ចឹងបងប្អូនទាំងអស់គ្នាដែលពេលបានឃើញរឿង full រឿងពេញនោះហើយកុំភ្លេចណាបងប្អូនទាំងអស់គ្នាជួយមើលជួយ share អីទាំងអស់គ្នាទៅមើលមកចប់ហ្នឹងមិនមើលតាម plate អីថាអូតាណាតាណីបងប្អូនទាំងអស់គ្នាអញ្ចឹងរឿងមួយនោះសង្ឃឹមថាបងប្អូនទាំងអស់គ្នាជួយដាក់ពិន្ទុអឺការដាក់ពិន្ទុរបស់បងប្អូនអត់មានអីច្រើនទេក្រៅពីការ like ដាក់បេះដូងបាទជួយ share អាហ្នឹងឯងជាកម្លាំងចិត្តដែលធ្វើឲ្យពួកខ្ញុំនឹងមានកម្លាំងធ្វើវីដេអូបន្តទៅទៀតណាហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាពេញចិត្តនៅរឿងរបស់ពួកខ្ញុំហើយស្នាដៃនេះគឺខ្ញុំអ្នកនិពន្ធខ្លួនឯងដែរហើយក៏បើសិនជាមានចំណុចណាខ្វះខាតឬក៏ខុសឆ្គងអីក៏សូមអធិស្ឋានដោយសារតាមិនមែនជាអ្នកជំនាញទៅរៀនបច្ចេកទេសអីមកពីណាទេគឺថាស្រាវជ្រាវខ្លួនឯងតាម YouTube តាមអីណាហើយការនិពន្ធគឺវានិយាយថាស្រឡាញ់ខ្លួនឯងមកតាំងពីណាពីណីដែរមកក៏យើងអាចថាសរសេរបានអាចថាធ្វើវាបានណាល្អមិនល្អគឺអាស្រ័យទៅលើបងប្អូនទាំងអស់គ្នាជួយដាក់ពិន្ទុបានចំពោះរឿងបងធំគោកសណ្ដែកនេះរឿងពេញណាបងប្អូនទាំងអស់គ្នាបើសិនជាមានបងប្អូនណាដែលអត់ទាន់បានទស្សនារឿងពេញមួយនេះកុំភ្លេចបកទៅមើលនៅក្នុង page របស់ខ្ញុំនឹងឯងគឺពូឆៃ TV បាទនៅក្នុង page ឈ្មោះថាពូឆៃ TV ទៅសេជាភាសាអង់គ្លេសណាបងប្អូនទាំងអស់គ្នាហើយបើសិនជាចង់ទៅមើលនៅក្នុង YouTube គឺបងប្អូនស៊ើចដូចគ្នាដែរពូឆៃ TV ទៅសេជាភាសាអង់គ្លេសដូចគ្នាហើយកុំភ្លេចបើសិនជាទៅដល់ YouTube ហើយកុំភ្លេចណាជួយចុច Subscribe ម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗពីក្រុមពួកខ្ញុំណាផុសរឿងភ្លឹបដល់បងប្អូនមើលភ្លាមតែម្ដងបាទអញ្ចឹងនេះគឺជាសកម្មភាពដែលពួកខ្ញុំថតណាហើយសកម្មភាពកន្លែងនេះគឺខ្ញុំអ្នកចូលសម្ដែងផ្ទាល់ហើយមានតួចែកផ្លាស់វេនគ្នាថតឯណាមានអ្នកខ្លះបើសិនជាកាមេរ៉ាមែនក៏ចូលថតទៅខ្ញុំអ្នកធ្វើកាមេរ៉ាមែនម្ដងដល់ពេលខ្ញុំចូលសម្ដែងចេះតួយើងមកធ្វើជាកាមេរ៉ាមែនម្ដងអញ្ចឹងចែកគ្នាធ្វើបងប្អូនទាំងគ្នាអញ្ចឹងវាមិនមែនអ្នកជំនាញអ្នកអីណាណីទេបងប្អូនអើយគ្រាន់តែថាចំណង់ចំណូលចិត្តយើងស្រឡាញ់ក៏យើងចេះតែព្យាយាមធ្វើវាទោះបីជាល្អមិនល្អក៏យើងនៅតែព្យាយាមហើយសង្ឃឹមថាថ្ងៃណាមួយអឺការធ្វើវីដេអូរបស់ពួកខ្ញុំនេះនឹងកាន់តែប្រសើរឡើងជាងមុនចឹងហើយមានអីទេក្រៅពីបទពិសោធន៍ដើម្បីឈានទៅរកការល្អបានលុះត្រាតែយើងធ្វើប្រចាំថ្ងៃយកជាបទពិសោធន៍សិនបងប្អូនហ្នឹងហើយបើដូចខ្ញុំបាននិយាយពីដើមវីដេអូចឹងថាបងប្អូនជួយដាក់ពិន្ទុផងការចុច like ចុច share ដាក់បេះដូងអីហ្នឹងគឺជាកម្លាំងចិត្តជាពិន្ទុរបស់បងប្អូនជួយfeedback មកដល់ពួកខ្ញុំវិញអញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយបើសិនជាមានការសម្ដែងទៅវាលើសលួសខ្វះខាតឬក៏ខុសឆ្គងកន្លែងណាបងប្អូនអាចជួយបំពេញនៅក្នុង comment ផងបើសិនជាបងប្អូនអត់មើលទេអត់ជួយមើលទេសែតបដ ாய் ខំថតខំអីមិនជួយមើលចប់ចឹងនិយាយលេងទៅណាបងប្អូនទាំងអស់គ្នាកុំភ្លេចជួយ control ផងស្នាដៃកូនខ្មែរ KSK បាទអញ្ចឹងការធ្វើរឿងការធ្វើវីដេអូមួយគឺមិនមែនជារឿងងាយស្រួលទេបងប្អូនហើយមុនដំបូងឡើយគឺយើងត្រូវរៀបចំប៉ារ៉ូរៀបចំ script ដើម្បីឲ្យតួយើងកាត់បានមើលឲ្យយល់សាច់រឿងបាន script ហើយបានប៉ារ៉ូហើយឲ្យពួកគាត់មើលយកទៅទិញប៉ារ៉ូឲ្យចាំហើយយើងត្រូវបង្កើតសកម្មភាពឲ្យពួកគាត់យល់ថាប៉ារ៉ូមួយយើងត្រូវនិយាយថាម៉េចទម្លាក់សម្លេងយ៉ាងម៉េចធ្វើទឹកមុខយ៉ាងម៉េចសមមិនសមក៏នៅតែព្យាយាមចឹងណាបងប្អូនទាំងអស់គ្នាបាទធ្វើដល់កន្លែងនេះហើយយើងត្រូវការធ្វើប្លង់ថតតើត្រូវដាក់ប្លង់យ៉ាងម៉េចបាទ
ចាប់ពីឆ្វេងឬក៏ចាប់ពីស្ដាំចាប់ពីក្រោយក៏ចាប់ពីមុខបើទៅគិតប្លង់គិតអីទៀតក៏ឈឺក្បាលដែរណាបងប្អូនទាំងអស់គ្នាវាមិនមែនជារឿងងាយស្រួលទេតារាមបានចាញ់មួយរឿងចឹងវារឿងពិបាកដែរបើសិនជាបងប្អូនមិនជួយមើលអីដឹងចប់ហើយមានកម្លាំងណាធ្វើទៀតទេចឹងបងប្អូនមានតែបងប្អូនទេអាចជួយឲ្យពួកខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តទៅទៀតទេណាបាទនៅពេលដែលរៀបចំរបស់ទាំងអស់នោះបានហើយក៏ពួកយើងបាននាំគ្នាមកទីតាំងថតហើយតារាមបានថតបានមួយនៅបងប្អូនហើយចង់និយាយថាមួយឆាកមួយឈុតអីនោះតារាមបានចប់គឺថាខុសអូយមិនបាច់និយាយទេរឿងខុសរឹបលៀនដងតារាមថតបានមួយឈុតមួយប្លង់អីគឺថាវារឿងពិបាកដែរណាបងប្អូនទាំងអស់គ្នាហើយណាមួយរបស់របរសម្ភារៈប្រើប្រាស់របស់យើងវានៅខ្វះវានៅមានកម្រិតអញ្ចឹងណាបងប្អូនយើងប្រើរបស់ទូថ្លៃដែរអញ្ចឹងហើយនៅពេលដែលយើងប្រើត្រូវក្តៅត្រូវខ្យល់អីបន្តិចតួចវាអេរ៉ឺវាអីណានៃវាពិបាកណាបងប្អូនទាំងអស់គ្នាពេលខ្លះគឺវាអាចថាយ៉ាប់ដែរប៉ុន្តែចេះតែត្រឹមទៅធ្វើម៉េចបើយើងស្រឡាញ់អាជីពនេះហើយមែនទេបងប្អូនទាំងអស់គ្នាដូចបងប្អូនទាំងអស់គ្នាក៏ដូចគ្នាដែរចេះតែមើលទៅធ្វើម៉េចបើគេផុសវីដេអូឲ្យមើលហើយមែនទេបាទអញ្ចឹងដូចបងប្អូនបានឃើញអញ្ចឹងឯងថាតួយើងគិតជិះម៉ូតូចុះឡើងហ្នឹងគឺថាថតវាមិនងាយត្រូវអញ្ចឹងណាដូចបងប្អូនបានឃើញថាវាដែនដែរណាថតទៅមកអញ្ចឹងដោយសារតែថតអត់ត្រូវអញ្ចឹងវារឿងពិបាកដែរដោយសារតែយើងវាអត់មានអ្នកដែលច្បាស់លាស់ខាងផ្នែកចេះឲ្យមកណែនាំយើងបើសិនជាមានអ្នកច្បាស់លាស់មកណែនាំអីប្រហែលជាមិនសូវខុសទេដឹងតាមមើលទៅសិតតអ្នកជំនាញខាងស្ទើទាំងអស់គ្នាអញ្ចឹងទៅក៏ស្ទើដែរទៅមែនទេបងប្អូនហើយចំពោះការថតរឿងមួយនេះដែរគឺប្រើរយៈពេលរឿងយូរដែរណាបងប្អូនតារាមបានចប់ដូចជា3ថ្ងៃ3 4ថ្ងៃណាបងប្អូនទាំងអស់គ្នាចុះតារាមបានចប់គឺថាសំណំដែលសាច់រឿងមួយនេះមួយរឿងពេញវាដូចជាតា10នាទីទេប៉ុន្តែថតឡើង3 4ថ្ងៃនោះដោយសារយើងអត់សូវមានពេលណាមួយទូខ្ញុំគឺស្កាត់ចាប់រៀនចាប់សិក្សាអីដែរទៅណាយើងចាំតែពេលកាត់ទំនេរថ្ងៃអីល្ងាចមកល្ងាចអីគឺយើងជួបជុំគ្នាគឺថតវីដេអូអីទៅចង់តារាមបានពួកកាត់ទំនេរហើយតារាមបានពួកយើងបានថតបានត្រូវណាវាត្រូវប្លង់ត្រូវសាច់រឿងគេណាចង់ចំណាយពេលចាំដល់ថ្ងៃទំនេរហើយចំណាយពេលដល់ថ្ងៃថតហើយត្រូវចាំថតធ្វើម៉េចឲ្យត្រូវចេះទៀតណាអញ្ចឹងហើយវាត្រូវការចំណាយពេលយូរតែពិតរឿងខ្លីទេបើសិនណាយូរទៅប្រហែលជាពួកយើងអាចថារីកចម្រើនជាងនេះក៏ថាបានដែរតាមមើលអញ្ចឹងជូនពរឲ្យក្រុមទាំងអស់កាន់តែរីកចម្រើនកាន់តែរលូនអញ្ចឹងណាកាន់តែដូចថាកាន់តែជំនាញកាន់តែច្បាស់អញ្ចឹងណាបងប្អូនទាំងអស់គ្នាបាទដោយការធ្វើវីដេអូរបស់ខ្ញុំរាល់ថ្ងៃនេះគឺថាមិនរំពឹងការទស្សនារបស់បងប្អូនច្រើនកអីទេទោះបីជាត្រឹមតែ100 view ក៏សប្បាយចិត្តដែរដោយសារតែការស្រឡាញ់ចឹងណាបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងអត់សូវមានអ្នកមើលថ្ងៃអនាគតប្រហែលជាអាចថានឹងមានអ្នកមើលច្រើនអញ្ចឹងយើងវិវត្តពី0ទៅរហូតដល់100ចឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងសង្ឃឹមថាវីដេអូមួយក៏បងប្អូនជួយគាំទ្រគាំអីដែរទៅបាទបើសិនជាបងប្អូនឃើញពួកខ្ញុំនៅក្នុង page មួយទៀតអញ្ចឹងណាបងប្អូនជាក្រុមរបស់ពួកខ្ញុំដែរទេpage ពួកខ្ញុំមាន2មាន page រំដេង show ហើយជាមួយនឹង page ពូឆៃ TV នេះប៉ុន្តែបើសិនជាអា page រំដេង show នោះហើយខ្ញុំលើកក្រោយខ្ញុំផុសរឿងតែនឹង page នោះទេហើយនឹងការធ្វើ vlog អីខ្ញុំផុសនឹង page ពូឆៃ TV បើសិនជាបងប្អូនឃើញហើយកុំភ្លេចជួយ share ជួយអីណាបាទរឿងរបស់ពួកយើងក៏នៅមានច្រើនសាច់រឿងទៀតណាបងប្អូនទាំងអស់គ្នាមិនមែនតិចទេគឺថាមានច្រើនហើយក៏បានសរសេរទុកហើយក៏ត្រៀមរៀបចំថតរាល់ថ្ងៃផងដែរបងប្អូនចង់កុំភ្លេចនៅពេលដែលឃើញហើយក៏ជួយ share ជួយអីផងណាបងប្អូនដោយសារតែខ្ញុំនិយាយដែរដើម្បីឲ្យបងប្អូនបានចងចាំហើយក៏សូមអធិស្ឋានដែរបងប្អូនទាំងអស់គ្នាដោយសារតែខ្ញុំសុំហើយសុំទៀតបើសុំប៉ុណ្ណេះហើយមិនព្រមទៀតដឹងនិយាយថាម៉េចទេដោយបងប្អូនណាដែលគាត់បានមើលវីដេអូរបស់ខ្ញុំហើយបងប្អូនណាដែលបានមើលវីដេអូរបស់គេផ្សេងនៅពេលដែលបានឃើញសកម្មភាពថតអីបែបអញ្ចឹងប្រហែលជាសប្បាយចិត្តដោយសារតែមានអ្នកខ្លះក៏គិតចូលចិត្តចឹងណាបើសិនជាចូលចិត្តប្រកាសជាសប្បាយប្រហែលជាចង់ហើយប៉ុន្តែប្រាប់បងប្អូនថាมันសូវជាស្រួលមែនទេបងប្អូនហើយកុំចង់ប្រឡូកអីឈឺក្បាលវិលមុខណាតែរំបានចេញមួយរឿងគឺថាវិលមុខសឹងតែប្រកាប់មុខឲ្យបងប្អូនប៉ុន្តែដោយសារតែការស្រឡាញ់ហ្នឹងឯងចេះតែស៊ូទៅ
មិនរំពឹងថាបងប្អូនអាចនឹងចូលមើលបានច្រើនកំត្រូលច្រើនអីទេគ្រាន់តែថាធ្វើដើម្បីបេះដូងចឹងណា ចឹងបើសិនជាបេះដូងយើងត្រូវការអីយើងត្រូវតែបំពេញបើសិនជាយើងមិនបំពេញទេបេះដូងយើងខ្វះភាពកក់ក្ដៅហើយបងប្អូនទាំងអស់គ្នាហ្នឹងហើយហើយវីដេអូមួយនេះខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនសង្ឃឹមថាបងប្អូនទាំងអស់គ្នាពេញចិត្តនឹងការធ្វើ vlog បែបថតកំសាន្តសកម្មភាពថតរឿងចឹងណាបងប្អូនទាំងអស់គ្នាហើយបើសិនជាបងប្អូនមើលវីដេអូនេះទៅថាពេញចិត្តសកម្មភាពពួកខ្ញុំវាកំ pl ុកកំ pl ែងវារៀងឡប់ឈួតអីក៏សូមអធិស្ឋានចឹងណាបងប្អូនទាំងអស់គ្នាហើយបើធ្វើឲ្យសើចក៏ចេះតែសើចទៅបើសិនជាខុសឆ្គងក៏អធិស្ឋានចឹងណាបាទជួបជាមួយនឹងខ្ញុំនៅវីដេអូក្រោយៗបន្តទៀតណាបងប្អូនទាំងអស់គ្នាឥឡូវវីដេអូមួយនេះខ្ញុំសូមស្លេះត្រឹមតែប៉ុណ្្នេះសិនចាំជួបជាមួយនឹងខ្ញុំនៅ vlog ក្រោយទៀតបាទអត់ទាន់អស់ទេ vlog រឿងថតរឿងនេះបាទបាយបាយ